សម័យអង្គរក៏មានគូសប្លង់គូសនគររូបនីយកម្មឯណាតាមសាលាចរិតអញ្ចឹងស្រុកខ្មែរយើងដោយសារសង្គ្រាមយើងអត់បានតទេដាច់រហូតដាច់ហើយធ្វើសារដើមដាច់ហើយធ្វើសារដើមតែសារនេះចប់ហើយសារនេះគឺយើងចាប់ផ្ដើម1989ពេលនោះនៅពេលដែលកម្ពុជាទទួលស្គាល់ឡើងវិញនៅកម្មសិទ្ធិឯកជនបាទនោះសម្រាប់ខ្ញុំស្មើនឹងឪពុកចែកទ្រព្យឲ្យនោះបាទគឺសម្ដេចតេជោគឺដឹកនាំការងារនេះផ្ទាល់បាទហើយការចែកបានពីឆ្នាំ89នោះគឺឪពុកខ្ញុំក្នុងនាមគាត់ជារដ្ឋមន្ត្រីក្រសួងកសិកម្មនៅពេលនោះសម្រាប់យើងមក2029ខួបលើកទី40ចំនួនដីធ្លីការចុះបញ្ជីដីធ្លីខ្ញុំសង្ឃឹមថាចប់សពគ្រប់មកយើងនៅក្នុងសម័យសម្ដេចមហាវរធិបតីនេះគឺជាសម័យដែលផ្ដល់នៅសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យបាទនេះជាចំណុចពិសេសមួយរបស់សង្គមជាតិរបស់យើងអញ្ចឹងការងារនេះខ្ញុំនឹងព្យាយាមបាទតែនឹងចប់ថាផ្ដល់នៅសង្គមជាតិយើងនៅអ្វីដែលយើងត្រូវបានគឺយើងអត់លែងចង់ខ្វល់នឹងអារឿងទាំងទៀតហើយក៏មិនចង់បើកភ្នែកឡើងឬតែរឿងឆ្លោះដីធ្លីបាទគឺចប់អាហ្នឹងគឺយើងបោះចោលមករឿងអស់នេះកុំទុកអត់បានកែទេ